ឃើញក្មេងដតៃគេស្រវាខំរៀនពេលរដំរៃយើងចំណេះធ្វើស្ពានហើយខ្ញុំផ្ទុយគេនំរយប្រាក់លៀនចាប់យកតន្ត្រីកែច្នៃមកធ្វើស្ពានការងារក៏លំបាកដែរកុំផ្ដេកផ្ដួលបើអ្នកខ្ជិលណាស់ដេកស៊ីទៅវាស្រួលអនាគតនៅលើដៃវាអាចនឹងប្រែប្រួលបើអ្នកចេះសម្រួលបើអ្នកចេះសម្រាពួកយើងត្រូវជំនះជិតចិត្តតាយើងមិនណាទៅពឹងព្រះមានថ្ងៃលិចក៏វាមានថ្ងៃរះបើអ្នកចង់លេងដើម្បីឈ្នះបើអ្នកបរាជ័យបានទីអាយុអ្នកផ្ទះមិនពេញចាប់តែសម័យទោះដឹងថាវាហ្វល់ទោះដឹងថាវាមិនហ្វាត់តែជុំគេថានេះជារឿងពិតមិនមែនជារឿងនិទាននេះមិនមែនជីវិតអ្នកសុំអ្នកស្ងាត់មកភ្លេងដែលมันធ្លាប់មកត្រូវផ្ដើមសារថ្មីក៏មិនຕົកសោកអอกមហាចិត្តតាតាមពីផ្ទះមកសេចក្ដីខ្លួនអញបានដួលខោចិត្តធំចេញក្រៅតែនៅមេក្តៅចង់ដើរផ្សងព្រេងក៏មកជីវិតបោបៀមទុកយ៉ាងណាក៏នៅតែទ្រាំព្រោះចិត្តចង់រកលុយតាមពីក្មេងទឹកភ្នែកស្រកចោះអាណិតខ្លួនឯង300គីឡូម៉ែត្រខ្ញុំត្រូវខំសាងដំណើរដល់ដីថ្មីគ្មានអ្នកគេស្គាល់ត្រូវកសាងគេឈ្មោះចាំងឆាយលើលោកនេះមិនមែនលំបាកតែឯងលទ្ធផលនឹងតបស្នងស្ដាយស្ដាយបើសិនជាអ្នកខំប្រឹងឈរជើងឲ្យមានលំនឹងមួយច្បាស់ដូចកដឹងភាពក្រលំបាកខ្ញុំហឹងជីវិតគ្មាន control អល់យើងជាម្ចាស់កប៉ាល់ខ្ញុំប្រាសំលេងវាយភ្លេងដូចជាអ្នកបដាល់គ្មានឧបសគ្គណាអាចធ្វើឲ្យខ្ញុំចោលជីវិតនេះខ្ញុំរលេងបលលេងដូចជាបាល់ខ្ញុំជាក្មេងម្នាក់តែខុសពីគេជួយចិត្តយកឧបករណ៍ភ្លេងយកមកលេងទូអ្នកដទៃគេមើលមកខ្ញុំឃើញផ្សេងតែនេះគឺជាខ្ញុំមិនជួយចិត្តសំដែងមិនជួយចិត្តខ្លាញ់ខ្លាយជួយចិត្តសាស្ងាត់ដែរឲ្យគ្រួសារ surprise នេះជាការពិតខ្ញុំមិនដោះស្លាប់តែខ្ញុំនឹងហោះឲ្យបានឆ្ងាយមានគេសើចមានគេយំពីជីវិតខ្ញុំទុកនៅលើដៃរបស់ខ្ញុំជាអ្នកអមចេញរបស់ខ្ញុំចង់ដើរស្រេចតែខ្ញុំគ្រួសារគ្មានលុយដុំតែខ្ញុំអ្នកបង្កើតលុយដោយខ្លួនឯងមកបញ្ញបង្រៀនកូនឯងឲ្យកិនប្រែជីវិតខ្លួនឯងកុំពឹងលើអ្នកដទៃប្រយ័ត្នណាស់ពីសម្ដីនិយាយច្រើនពីគ្មានន័យខ្ញុំគឺជាក្មេងម្នាក់ដែលជួយចិត្តសម័យចង់គេស្គាល់ឈ្មោះទេពិសិដ្ឋតាមរយៈតន្ត្រីចង់ខ្លាចជាកវីដែលមានសិស្សស្រីភាពពេញលេញចង់ខ្លាចជាមនុស្សដែលចង់ចាំអនាគតដកចេញ No one supporting me and no one believing me I just wanna say fuck you cause I need nobody I come here for fight មិនមែនមកប្រេងផ្ដួលជីវិតនេះមានច្រើនដំណាក់កាលណាស់មិនមែនស្រួល This is the message for you all ជំនឿខ្សោយមិនត្រូវបានបង្ហាញមានតែភាពក្លាហានក៏មិនអាចទៅដល់ប្រើគោចំហខ្លួនឲ្យបានរឹងមាំប្រើចំណេះវិជ្ជារាងកាយធ្វើវាមួយតើដិតដល់ឬអ្នកគិតថាខ្ញុំមិនអនាគតខ្ញុំជាអ្នកសម្រាប់ខ្លួនឯងថាវាមិនណៃទេខ្ញុំមិនខ្វល់ពីព្រោះសំដីឡងនេះ delay ជីវិតខ្ញុំអ្នកសម្រេចមិនមែនសម្រេចលើមាត់គេហៅខ្ញុំមកក្មេងលេខ1ណាបត់ខ្ញុំអត់ថប់ពេលនេះខ្ញុំស៊ីដេលេខព្រោះខ្ញុំចាប់បិទមាត់បងអ្នកសោះណាធុញទ្រាន់នឹងជីវិតខ្ញុំធ្វើໄວមិនទាន់ស្គាល់ខ្ញុំក៏កមុនសន្មត់ក៏រត់ពីសំដីគ្រប់យ៉ាងដែលអ្នកឃើញសិតតែខ្ញុំកំណត់គេហៅខ្ញុំមកក្មេងលេខ1ណាបត់ខ្ញុំអត់ថប់ពេលនេះខ្ញុំស៊ីដេលេខព្រោះខ្ញុំចាប់បិទមាត់បងអ្នកសោះធុញទ្រាន់នឹងជីវិតខ្ញុំធ្វើໄວមិនទាន់ស្គាល់ខ្ញុំក៏កមុនសន្មត់ក៏រត់ពីសំដីគ្រប់យ៉ាងដែលអ្នកឃើញសិតតែខ្ញុំកំណត់